អ្នកណាខ្លះញ៉ាំបុកល្ហុងផ្លុំដោយពូចនពូចិត្តទៅតែចាប់អារម្មណ៍វីដេអូនេះបាគឺពូចនផ្លុំបុកល្ហុងអើយប្លែកតែម្ដងកូនបើថ្ងៃនេះពូចិត្តមកឆាកាត់ណាជាមួយនឹងសាច់គោអូយនិយាយពីថាឆ្ងាញ់នោះឆ្ងាញ់ប៉ុន្តែមួយដុំនឹង$5ណាបងប្អូនអូយក្នុងប្រទេសណ័រវេសនេះអាបន្លែអាស៊ីនឹងគឺថាថ្លៃមែនតែនពូចិត្តមិនសូវហ៊ានទិញញ៉ាំទេប៉ុន្តែពូចនគាត់ចេះតែនិយាយថាបើឃ្លានអីទិញទៅបាទអញ្ចឹងចាំកាលទៀតបើប្តីយើងបើកដៃប៉ុណ្ណឹងអីខាត់ណាឆារបស់ពូចិត្តគឺងាយស្រួលបាទរំលីងតែខ្ទឹមនឹងឲ្យទៅវាឈ្ងុយទៅពូចិត្តចាក់គល់ខាត់ណាចូលគល់នឹងពូចិត្តអត់យកទៅស្រស់ទេបងប្អូនដោយសារតែពូចិត្តយកមកឆាបែបនេះវាឆ្ងាញ់ជាងបន្ទាប់មកយើងចាក់សាច់គោចូលហើយអាទឹកសោសហ្នឹងគឺពូចិត្តលាយឲ្យស្រាប់បាទលីងវាបន្តិចទឹកលីងឆាវាបន្តិចទៅក៏បង់ស្លឹកចូលបងប្អូនហើយនិយាយពីថាឈ្ងុយទ្រប់ដោយសារតែយើងខានញ៉ាំយូរនោះបាទហើយអាទឹកសោសនៅសល់ចាក់វាចូលទៅពូចិត្តថែមស្ករបន្តិចដោយសារតែពូចិត្តអត់សូវចូលចិត្តញ៉ាំផ្អែមទេបាទបងប្អូននៅស្រុកខ្មែរប្រហែលជាគិតថាគ្រាន់តែឆាកាត់ណាសោះវាចេះអួតកើតដែរបាទសម្រាប់អ្នកដែលនៅបរទេសបានយល់អារម្មណ៍ហ្នឹងខាត់ណាតកួនតាំងអោអូយថ្លៃដូចមាសពូចិត្តថ្ងៃនេះញ៉ាំបាយបាន2ចានបងប្អូនហើយដោយសារតែឃ្លានពេកណាបាទតាំងពីមករស់នៅក្នុងប្រទេសណ័រវេសគឺពូចិត្តកម្រទិញណាបន្លែថ្លៃបាទគឺពូចិត្តជំនួសអាណាបានជំនួសហើយពេលដែលពូចនគាត់មកពីធ្វើការវិញគាត់មានម្ហូបនៅលើតុគឺគាត់សប្បាយចិត្តខ្លាំងណាស់ថ្ងៃនេះពូចិត្តមានតែប៉ុណ្្នឹងឯងបាយ